dương không máu Phụ dương miên sứt smart nè Dương xó Bộ dương miên sật smart nè dương cỏ Dương miền sứt smart nè dương bị cá មានចិត្តឈ្មោះគ្នា ជាមនុស្សភេទទី3យើងមានសិទ្ធិស្មើគ្នា ជាជនជាតិភាគតិច យើងមានសិទ្ធិស្មើគ្នាមកពីតំបន់ណាឬកាន់សាសនាណាក៏ដោយ Dương miền sứt smart nè បន្តិចទៀតនេះយើងនឹងបង្ហាញប្រាប់ទស្សនិកជនអំពីការប្រើប្រាស់សិទ្ធិផ្សេងៗរបស់យុវជននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅពេលនេះយើងទៅទស្សនារឿងភាគលើ9ថ្មីមួយរបស់យើងអំពីយុវតីម្នាក់ដែលព្យាយាមបង្ហាញថាស្ត្រីនិងបុរសមានសិទ្ធិស្មើគ្នាជាមុនសិន Đi ba ទីវាលឿនបងលឿនឡើងមកទឹកកន្លែងនោះហ្នឹងហើយលឿនបងឲ្យលឿនហើយអែនខាអសសាសតាមិនបានមកហូរចិត្តវិទ្យាចឹងចង់ក្បល់ក្រុមហ៎មិនខ្វល់ពីចិត្តវិទ្យាឬអសសាសអីបើគេលេងល្អហូរតែទាំងអស់ហ្នឹងបងឲ្យលឿនឡើងអលឿនបងលឿនឡើងហឡូឡូលែអីណែហ្នឹងលេខខូចគេម៉េចហឡូអូខ្ញុំដឹងឯណែណាបានហើយ មកចៃលាក់មកចៃដល់គ្នាសុំថយតិចលាក់មកអីហ្នឹងសុំតោះនោះលាក់ ស្រីអញកាត់អីនោះ ជាកំហុសរបស់ខ្ញុំ មើលក្បាល លាក់ធ្វើមកបាន អូក្បាលអត់អីទេអូជំនន់ស្រីមើលដាក់តាមដៃខ្ញុំអូអត់អីអូតោះយើងនាំគ្នាទៅសក្តិស្រួលបឋមសិនណា អូខេតោះ អូលេងតទៀតណាខ្ញុំត្រូវនាំម្នាក់ទៅ Thôi chơi Ok tao lên tiếp Hay sấy á thôi tí ơi Còn mà chơi nhá bây giờ thấy được kia tiết á មើលទៅដូចវ៉ាតោះឲ្យខ្ញុំបែរលាក់ហ្មង Chữ á Ọt ấy Anh làm mày tích á nè Bát khi mó côn này Ôi Minh ơi cho mò nhung អូធ្វើកំភៃមើលវាមិនអីទេ Anh mạch nè mơ Ôi cho mò nhung nè Chanh chiêm chấm bay cho mình tay Ông mục nhung ạ Ông sẽ lạnh óc hay nè អូត្រូវតិចតួចតាលាក់ឯងស្អាតដែរហ្នឹងមានអីប៉ុណ្ណឹងលើតែឃើញហ៎ធ្វើទៅក្រហមស្អាតថនណា Mình ta mà nấu chất đọng này ăn cho luôn Chất đo ngay ấy nè ប្រហែលជាគេជាប់ប្រឡងហើយបើចង់បានមនុស្សចើណាតោះឲ្យយើងពីយកពេលហ្នឹងទៅ Cho mình dân lượng tới ngày thì đã buồn cầm phẽng Bộ như tao ăn cái mạch đá Đôi nhầm dễ quả đông chăng á Ngày bọn sòng xa Mẹ này Ngày nâng kia là bố lên nè Ngày nâng cười ngày bị xe là bọn nè đập miên tay cô Đông ta Tai bà xin chỉ ngày nâng Dân nòm kia từ đo chiếm Biết mình can tà rô mình tích ឈាមពណ៌ក្រហមហើយពណ៌ក្រហមតំណាងឲ្យស្នេហាអញ្ចឹងផ្ដល់ឈាមដើម្បីសេចក្តីស្រឡាញ់ម្យ៉ាងដែរតើនេះ Lời bỏ kì Mình đang tập đo chiếm xếp một đo nhẹ bọn sóng xa nè Hơi chỉ món đừng ca bắn chia tên nè Hello Nhà nâng kia bạn được phơ cai Kia xuống luôn À
hề cái phụ ai nú niềm ta thơ ca sẽ bãi ca được thi tư ba này chẳng bye bye mày trai hey hai ta taនេះមានព្រះរាជធីតាមួយអង្គដ៏ស្រស់ស្អាតប៉ុន្តែទ្រង់មិនមានព្រះសវណ្ណីទៅកាន់បរិសណាឡើយសូម្បីតែព្រះរាជបិតារបស់នាងព្រះរាជាទ្រង់ខ្វល់ខ្វាយប្រទេសយ៉ាងខ្លាំងទ្រង់ប្រកាសថាបើបរិសណាអាចធ្វើឲ្យព្រះរាជមានព្រះសវណ្ណីបានទ្រង់នឹងរៀបអភិសេកព្រះនាងឲ្យទៅបរិសនោះភ្លាមមានបរិសជាច្រើនបានមកសាកល្បងប៉ុន្តែពួកគេសុទ្ធតែបរាជ័យទាំងអស់ថ្ងៃមួយមានបរិសសុខាវ័យក្មេងនិងមានមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែបានមកដល់ប៉ុន្តែគេមិននិយាយរកព្រះនាងទេផ្ទុយទៅវិញគេបានខាប់លឹងរបស់អ្នកបម្រើរបស់គេឲ្យចូលទៅក្នុងទ្វារហើយគេក៏ចាប់ផ្ដើមនិយាយជាមួយទ្វារនោះបងទ្វារល្បីថាបងទ្វារឯងមានបញ្ញាឆ្លាតជាងគេនៅលើโลกនេះព្រះនាងស្ដាប់ឮបរិសនោះនិយាយជាមួយទ្វារទ្រង់ក៏ចាប់អារម្មណ៍ស្ដាប់រឿងរបស់បរិសនោះល្អណាស់បងទ្វារឆ្លាតវៃឥឡូវខ្ញុំនឹងនិទានរឿងមួយឲ្យបងទ្វារឯងស្ដាប់ប៉ុន្តែនិទានរួចហើយសូមបងទ្វារឯងកុំភ្លេចដោះស្រាយនៅប្រស្នារឿងនោះផងកាលពីព្រេងនាយមានបរិស4នាក់បរិសទី1គឺជាគ្រូទាយហើយបរិសទី2ជាខ្មាន់ធ្នូហើយបរិសទី3គឺជាអ្នកហែលទឹកដ៏ពូកែបំផុតឯបរិសទី4ជាគ្រូមន្តអាគមអាចប្រោះមនុស្សស្លាប់ឲ្យរស់ឡើងវិញបានមានថ្ងៃមួយនោះបរិសទាំង4បាននាំគ្នាធ្វើដំណើរទៅមហាសមុទ្រមួយហើយបរិសទី1បានទាយថាបន្តិចទៀតនឹងមានសត្វឥន្ទ្រីមួយហើរមកដោយមាននារីស្អាតម្នាក់នៅក្នុងក្រញាំជើងរបស់វាតើការទូទាយរបស់បរិសទី1នេះត្រូវដែរអត់យើងនឹងពិភាក្សាគ្នានៅម៉ោងក្រោយទៀតអញ្ចឹងថ្នាក់យើងអាចសម្រាប់បាន2ថ្ងៃនេះដល់ម៉ោងឯណាអូចាំផ្លេតឲ្យបងនាងចាប់មកខ្លះទៅណាសុំវល់កុំមករំខានបានទេអានេះជាល្បែងមកមនុស្សប្រុសឯណាតោះទិវាមកដើរជិត1ម៉ោងហើយតោះទិវាដើរកុំយូរពេកអូខេអូភ្លេចខ្លួនផ្លែសងអូ2ទល់1លេខខ្សែលើមែន2ទល់1មិនលេងចាញ់គេថាគេខ្សែលើរហូតហ្នឹងលឿនឡើងយើងប្រញាប់ទៅមិនចាប់ដូរជាតិដល់ឈាមទៀតណាតោះតោះកុំភ្លេចណាពងទាកូនពីគ្រាប់អើយណែមុននេះឯងបង្ហាញអនុវិធានសមាគមនិស្សិតថាស្រីក៏អាចលេងល្បែងគ្រប់បានដែរមួយលយមួយហ្មងគេហ៎លយមួយធម្មតាថ្ងៃហ្នឹងពួកក្មេងៗគេចូលចិត្តតាមទៅកោះពេជ្រគេទៅមើលកុនឬក៏គេទៅច្រៀងខារ៉ាអូខេតែបើសិនជាកន្លែងនោះពេញអស់ទៅពួកគេអាចនាំទៅចូលកន្លែងបរិច្ចាគឈាមនេះមួយយ៉ាងដែរតាបើសិនជាពួកយើងចង់ប្រមូលពួកក្រុមយុវវ័យខ្ញុំថាថ្ងៃហ្នឹងគឺល្អដែរតាចាមែនតើលោកគ្រូពួកខ្ញុំគិតអញ្ចឹងដែរហ្នឹងអត់ទៅលោកគ្រូជាធម្មតាក្នុងមួយថ្ងៃលោកគ្រូទទួលអ្នកមកផ្ដល់ឈាមប្រហែលអ្នកដែរច្រើនបំផុត400នាក់ចាថ្ងៃហ្នឹងពួកខ្ញុំនឹងខំប្រមូលមនុស្សឲ្យបាន400នាក់សាលាក្មួយធ្វើរាល់ឆ្នាំនេះប៉ុន្តែឆ្នាំទៅបានតែ50នាក់ចាតែថ្ងៃហ្នឹងពួកខ្ញុំនឹងខំរកមនុស្សមកបន្ថែមល្អពូពេញចិត្តនឹងការតាំងចិត្តរបស់ក្មួយឯងអញ្ចឹងប៉ុន្តែត្រូវជឿជាក់ថាមិនមែនមានតែថ្ងៃប៉ុនហ្នឹងទេដែលអាចធ្វើការបរិច្ចាគឈាមបាននោះទ
ទោះបីថ្ងៃផ្សេងទៀតក៏យើងអាចឲ្យគេមកបរិច្ចាគជាបានដែរណាអញ្ចឹងដូច្នេះមួយត្រូវប្រាប់គេឲ្យបានដឹងផង បាទលោកនាយក400នាក់400នាក់មេត្រីមិនតិចទេណាហើយទៅដល់ឯណាបានទៅ មិនគេថាហូមបាន ដឹងហើយតាថារាល់ឆ្នាំណាអត់ទៅមានមនុស្សមកទេដោយលោកគ្រូនាយកនិយាយមិនអញ្ចឹងថាអ្នកខ្លះទៅដឹងអាដឹងហើយហ្នឹងណាអត់មកទៀត អញ្ចឹងឯងបានយើងនឹងត្រូវផ្សព្វផ្សាយបានច្រើនដូចជាធ្វើ poster ចែកឲ្យគេទៅបានផ្សព្វផ្សាយតាមវិទ្យុហើយបើសិនជាយើងមិនសល់ពេលច្រើនយើងធ្វើវីដេអូឃ្លីបទៅហ្នឹងហើយ ហើយនិយាយហ្នឹងដូចស្រួលណាស់អញ្ចឹងហើយទៅដល់លុយឯណាបានមកធ្វើវាទៅ ខ្ញុំភ្លេចគិតតែឆឹងហើយយើងគិតធ្វើមកយើ អូនៅឃើញហើយស្អែកពេលប្រជុំនៅសមាគមនិស្សិតណាចាំនិយាយជាមួយខេមហើយខាងហ្នឹងណាប្រហែលជាមានលុយឧបត្ថម្ភខ្លះមកទៅ អញ្ចឹងតោះយើងទៅតោះ ថ្ងៃ14កុម្ភៈហ្នឹងថ្ងៃហ្នឹងគឺជាថ្ងៃដែលគេដើរលេងសប្បាយកុំធ្វើកម្មវិធីហ្នឹងវាអាប់អួរបានអត់ ក្តីស្រឡាញ់មិនមែនសម្រាប់តែមនុស្ស2នាក់ទេគឺសម្រាប់មនុស្សគ្រប់គ្នាឲ្យពួកគេចែកម្លេចដល់អ្នកអតីតផង ហ្នឹងហើយនិយាយជាមួយធនាគារឈាមហើយតាហើយគេក៏សប្បាយចិត្តបដូរថ្ងៃយើងដែរ គេថ្ងៃហ្នឹងយើងបាននិយាយគ្នាតាគឺរៀបចំកម្មវិធីប្រកួតចម្រៀងហើយឥឡូវមានគេមកចុះឈ្មោះហើយនេះ និយាយចឹងបើសិនជាយើងធ្វើរឿងហ្នឹងក្នុងថ្ងៃតែមួយមិនដែរ មែនតាអ្នកមកបដោះឈាមហើយអាចប្រឡងចម្រៀងបានទៀតមិនលយទេ ស្ដាប់ទៅវាគួរអស់សំណោចដល់ហើយថ្ងៃគេដើរលេងសប្បាយបែរជាគិតថាឲ្យគេហ្នឹងមកផ្ដោឈាម ចឹងបើយើងមិនតាន់ធ្វើហងមិនថាមិនកើតការផ្ដោតឈាមហ្នឹងក៏វាសុបាយមួយយ៉ាងដែរព្រោះយើងបានធ្វើអំពើល្អដល់អ្នកដទៃ ឥឡូវបើជជែកគ្នាអត់ត្រូវទេយើងធ្វើការបោះឆ្នោតតែម្ដងទៅមែនទេអ្នកណាគេគិតថាធ្វើកម្មវិធី2ក្នុងថ្ងៃតែមួយលើកដៃឡើងលើ 1 5ចឹង5ទល់នឹង4ឥឡូវសម្រាប់ចិត្តអញ្ចឹងណាអ្នកទាំងអស់គ្នាធ្វើការបដោះឈាមនិងប្រឡងចម្រៀងក្នុងថ្ងៃតែមួយប៉ុន្តែសមាគមយើងមានលុយដែរអ លុយគឺសម្រាប់តែមកគ្រប់ដើម្បីធ្វើកម្មវិធីប្រកួតចម្រៀងទេអញ្ចឹងមកគ្នាថាវាមិនអាចទៅរួចហ្នឹង រែងគេខ្លួនឯងក៏ទៅបានដែរ និយាយងាយតែសម្រាប់ឲ្យហើយទៅវាមិនងាយដូចការនិយាយហ្នឹងទេឥឡូវត្រឡប់មកកម្មវិធីរបស់យើងវិញខ្ញុំនឹងអញ្ជើញលោកគ្រូដែលក៏ជាអ្នកសម្របសម្រួលកម្មវិធីរបស់ឆ្នោតហ្នឹងមកជួបជាមួយពួកយើង ខ្ញុំសូមជម្រាបប្រាប់ដល់បងប្អូនទាំងអស់ឲ្យបានជ្រាបថាណាយើងដល់ពេលដែលត្រូវជ្រើសប្រធានសមាគមនិស្សិតរបស់យើងហើយថ្ងៃអាទិត្យមុខយើងនឹងចែកពាក្យណាហើយបងប្អូនដែលជាប្រធានថ្នាក់ណាអនុប្រធានថ្នាក់ណាមានសិទ្ធិដាក់ពាក្យដើម្បីចូលឈ្មោះបោះឆ្នោតបានណាដូចដែលយើងបានដឹងហើយថាប្រធានសមាគមនិស្សិតសប្តាហ៍ថ្ងៃនេះគេបានទៅផ្លាស់ប្ដូរការសិក្សានៅអាមេរិក អញ្ចឹងគេបានចូលរួមជាមួយនឹងពួកយើងទៀតទេណាមិនដែរបងខេម បាទគ្រូបាទត្រឹមត្រូវបាទអរគុណឥឡូវតើមាននរណាគេចង់ចូលឈ្មោះដើម្បីប្រកួតប្រជែងជាមួយខ្ញុំហ៎ ខ្ញុំគ្មានពេលទេ រឿងយោបាយមួយខ្ញុំវាមិនសូវស៊ីគ្នាសោះ ចូលឈ្មោះសាកមើលទៅខ្ញុំចូលឈ្មោះដែរតាព្រោះប្រទេសយើងឥឡូវជាប្រជាធិបតេយ្យក្រែងលោយើងអាចខ្លាចជាប្រធានសមាគមនិស្សិតស្រួលមិនស្រួលអនាគតបានធ្វើជាតំណាងរាស្ត្រនឹងគេផងមិនដឹង កដាសុំដីអង្គាលុយថ្ងៃមុនបានហើយខេមទៅបានយកពីលោកគ្រូនាយកអញបន្ទប់សង្គ្រោះបឋមមែនណា មិនដែរដឹងស្អីមិនផងចេះស្រឡាញ់ស្អីដែរ គេខំធ្វើខ្លួនឲ្យមើលអីនៅនិយាយច្រើនទៀត លយហើយតែមិនមែនកន្លែងតែខ្លួនទេបានច្រឡំកន្លែងហ៎ គ្នាឈឺបេះដូងហ្នឹងណាមកឲ្យតិវិឯងជួយស្អំហ្នឹងណា គ្នាមកអង្គុយចាំដុកទ័រ Love ឯងពីមួយថ្ងៃហើយ អូប៉ុណ្ណេះណោះ បាន
ឲ្យបានហើយយើងនាំគ្នាជលេងណាយើងគិតនាំគ្នារែងគេលុយវិញមើលតើពួកយើងទាំងអស់គ្នាមានកំណត់យោបល់មិនដែរអូលក់ទឹកស្ដាយលក់ការទូរស័ព្ទ ចុះអត់មានអ្នកណាគេមានកំណត់យោបល់បន្ថែមទៀតទេ បើយើងដាក់ប្រអប់ភេទទៀតតាមផ្នែកមិនដែរ ល្អ មានតែគេខ្លះចាំដាក់លុយខ្លះដាក់ចូលមកត្រីទីវា 1 2 3 លេសូមរងចាំទស្សនារឿងភាគរបស់យើងនៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលឥឡូវមកទស្សនាកម្មវិធីដ៏លយរបស់យើងជាបន្ត យ៉ារ៉ូមើលទៅពួកយើងដូចជាបានជិះលើគ្រប់យានជំនិះតែម្ដងណា បាទកាលពីសប្តាហ៍មុនយើងបានជិះគោយន្តនៅឯវាលស្រែហើយក្នុងសប្តាហ៍នេះយើងកំពុងតែជិះដំរីនៅក្នុងខេត្តមណ្ឌលគិរី ចាប្រកាសដែរយ៉ារ៉ូព្រោះថាពួកយើងទាំងអស់គ្នាគឺសុទ្ធតែមានសិទ្ធិសេរីភាពដូចគ្នាក្នុងការដើរហើរនិងធ្វើនៅអ្វីដែលពួកយើងចង់ធ្វើ បាទបន្តិចទៀតនេះយើងនឹងបង្ហាញទស្សនិកជនថាតើយើងមានសិទ្ធិក្នុងការធ្វើអ្វីខ្លះតែឥឡូវនេះយើងបានមកចូលកម្មវិធីយើងវិញ ជំរាបសួរទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីលើ9 បាទនៅក្នុងសប្តាហ៍នេះយើងមានវគ្គដ៏គួរចាប់អារម្មណ៍ជាច្រើនដើម្បីចែកជូនដល់ទស្សនិកជនបាទហើយយើងទស្សនាបន្តការប្រកួតប្រជែងដ៏អស្ចារ្យរបស់បេក្ខជន109 Super Hero ចាមិនត្រឹមតែប៉ុណ្ណោះយើងនឹងនាំទស្សនិកជនទៅទស្សនាការទទួលបាននូវសិទ្ធិក្នុងការចូលរួមស្មើគ្នារបស់ប្រជាពលរដ្ឋយើងអញ្ចឹងទៅទស្សនាវគ្គទាំងអស់នោះពីកម្មវិធី109ទាំងអស់គ្នា Ketamam panna tatap lewin yo Ketamam macri perjang temai Tamam kram nara macam យ៉ារ៉ូពេលសៀកពាក់ចឹងមើលទៅសង្ហាដល់ហើយ បាទអរគុណច្រើនហើយខ្ញុំមានអារម្មណ៍ថាយើងប្លែកយ៉ាងដែរហ្នឹងណា និយាយចឹងយ៉ារ៉ូចូលចិត្តរឿងភាគថ្មីយើងមកញ៉េ ចូលចិត្តព្រោះខ្ញុំក៏ជាសិស្សនៅសាកលវិទ្យាល័យដែររឿងនេះធ្វើឲ្យខ្ញុំនឹកឃើញដល់បទពិសោធន៍ជាច្រើននៅសាកលវិទ្យាល័យដែលខ្ញុំកំពុងរៀនហ្នឹងណា ខ្ញុំមកក៏អញ្ចឹងដែរហើយខ្ញុំគិតថាវាគឺជារឿងមួយដ៏ល្អដែលនិយាយពីជីវិតនៅសាកលវិទ្យាល័យហ្នឹងខ្ញុំចាំថាមានត្រង់វគ្គមួយតួអង្គយើងពួកគាត់នាំគ្នាលេងអុកចាំពេលដែលទស្សនាវគ្គនឹងម្ដងទៀតហើយខ្ញុំនឹងប្រាប់យ៉ារ៉ូថាហេតុអីបានជាខ្ញុំចាប់អារម្មណ៍វគ្គនេះ សូមវល់កុំមករំខានបានទេអានេះជាល្បែងមកមនុស្សប្រុសឯណាតោះទីវាមកដើរជិត1ម៉ោងហើយតោះទីវាដើរកុំយូរពេក អូខេអូ ពីខ្លួនប្លែនសងអូ2ទល់1លេខខ្សែលើហ្មង 2 ទល់ 1 មិនលេងចាញ់គេថាគេខ្សែលើរហូតហ្នឹង
ខែមកបានប្រាប់ស្រីលក្ខថាអុកគឺជាល្បែងសម្រាប់តែបរោះហេប៉ុន្តែមេត្រីគាត់ជឿលេងអុកល្អជាងពួកគាត់ទៅទៀតអញ្ចឹងមានន័យថាយើងអត់គួរវាតម្លៃណាគេម្នាក់ឯងទោះបីជាគេមានអាយុប៉ុន្មានពណ៌សម្បុរអីភេទអីក៏ដោយយើងទាំងអស់គ្នាសុទ្ធតែមានសិទ្ធិស្មើគ្នា នឹងឯខាត់វិញការពិតទៅយើងទាំងអស់គ្នាជាប្រុសឬក៏ជាស្រីនឹងមានសិទ្ធិស្មើគ្នាក្នុងការធ្វើអ្វីដែលយើងចង់ធ្វើឲ្យអ្វីដែលយើងធ្វើហ្នឹងកុំឲ្យប៉ះពាល់ដល់អ្នកដទៃ ប្រកាសដែរយ៉ារ៉ូព្រោះថាតាមច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាចំពោះ3មាត្រា32បានចែងថាជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិតសេរីភាពនិងសន្តិសុខផ្ទាល់ខ្លួនចាស់ហើយទស្សនិកជនក៏អាចទាញយកឯកសារនេះដោយចូលទៅកាន់គេហទំព័ររបស់យើងគឺ www.109.com.kh ហើយចូលទៅកាន់ទំព័រភូមិអ្នកចេះ បានចាំមានន័យថាទោះបីយើងក្រយើងមានឬក៏យើងកាន់សាសនាឬក៏គោលនយោបាយណាមួយក៏ដោយឲ្យតែយើងជាប្រជាពលរដ្ឋខ្មែរយើងមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ចាហើយសូម្បីតែនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃក៏យើងទាំងអស់គ្នាត្រូវតែគោរពសិទ្ធិគ្នាទៅវិញទៅមក បាទប៉ុន្តែឥឡូវនេះបងបារម្ភទស្សនិកជនទៅជួបដាលីដើម្បីទស្សនាវីដេអូមួយដ៏គួរឲ្យចាប់អារម្មណ៍ទាំងអស់គ្នា សួស្តីទស្សនិកជនឥឡូវនេះយើងមានវីដេអូមួយដែលនឹងបង្ហាញប្រាប់ទស្សនិកជនអំពីសកម្មភាពមួយដ៏គួរឲ្យចាប់អារម្មណ៍របស់មិត្តយុវវ័យយើងមួយក្រុមដែលពួកគាត់ស្ថិតនៅខេត្តកំពតខ្ញុំនឹងថាតើមានសកម្មភាពអ្វីខ្លះអញ្ចឹងទៅទស្សនាទាំងអស់គ្នា ការរបស់ខ្ញុំនៅអាយុប្រហែលជា 6-7 ឆ្នាំ ម្ដាយរបស់ខ្ញុំយកខ្ញុំទៅរៀននៅសាលារដ្ឋធម្មតាដែរក៏ប៉ុន្តែនៅពេលនោះខ្ញុំអត់មានរទេះរុញអញ្ចឹងវាពិបាកសម្រាប់ខ្ញុំនៅដើម្បីបំលាស់ទីនៅក្នុងថ្នាក់រៀនក៏ដូចជានៅពេលដែលសម្រាកអញ្ចឹងខ្ញុំវានឹងដៃខ្ញុំហើយនឹងក្បាលជង្គង់នឹងវាអញ្ចឹងមិត្តភ័ក្តិនៅក្នុងថ្នាក់របស់ខ្ញុំគេឃើញខ្ញុំអញ្ចឹងទៅគេសួរថាណ៎ដែរណែឯងមានជើងពីរតែមិនក៏ដើរអត់រួចអញ្ចឹងគេក៏អត់យល់ពីខ្ញុំហើយខ្ញុំតាមនៅក្មេងរៀងអៀនច្រើនដែរអញ្ចឹងអត់ពិបាកនឹងបញ្យល់ប្រាប់គេហើយដល់ពេលហ្នឹងពួកគេព្យាយាមធ្វើតាមខ្ញុំគេវាតាមខ្ញុំហើយគេសើចថ្ងៃមួយខ្ញុំប្រាប់ម្ដាយខ្ញុំថាម៉ែខ្ញុំឈប់ទៅរៀនហ្នឹងអត់ចង់ទៅរៀនហើយគាត់ក៏សួរពីមូលហេតុហ្នឹងទៅគាត់ក៏ព្យាយាមជំរុញខ្ញុំទៅតែខ្ញុំថាអត់ទៅខ្ញុំបាទឈ្មោះពាន់ណាដែនពេលខ្ញុំទៅដល់ទីនោះខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែនពីព្រោះខ្ញុំឃើញអ្នកពិការច្រើនដល់ពេលខ្ញុំសួរខ្លួនឯងថាមិនមែនពិការតែឯងទេដែរហើយមានអ្នកផ្សេងនេះគេពិការដូចដែរឯងដែរហ្នឹងហើយខ្ញុំសប្បាយចិត្តឃើញពួកគេរៀនចេះអានហើយគេអាចប្រើកុំព្យូទ័រនិងនិយាយភាសាអង់គ្លេសគេលេងភ្លេងបានពេលនោះសកម្មភាពទៅនោះពេលខ្ញុំឃើញហើយវាដកជាប់នៅក្នុងចិត្តខ្ញុំហើយវាជំរុញឲ្យខ្ញុំនឹងពិតជាចង់ទៅរៀនបន្ទាប់ពីខ្ញុំហាត់ជាមួយគាត់ទៅហើយក៏មកដល់ថ្ងៃសម្ដែងខ្ញុំម្ដងក៏បានទៅសម្ដែងនៅសវណ្ណភូមិបាទការសម្ដែងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនក៏ដូចជាមិត្តភ័ក្តិនិងបងប្អូនរបស់ខ្ញុំផងដែរEpic Art គឺជាអង្គការសិល្បៈមួយដែលយើងធ្វើផ្នែកសិល្បៈសហសម័យប៉ុន្តែយើងធ្វើជាមួយមនុស្សគ្រប់រូបទាំងអស់ទាំងជនពិការហើយនិងអត់ពិការហើយតាមពិតគាត់មានសមត្ថភាពច្រើននៅក្នុងខ្លួនប៉ុន្តែដោយសារពិការភាពនោះបានបិទបាំងនៅសមត្ថភាពអញ្ចឹងកម្មវិធីរបស់យើងនៅទីនេះមិនត្រឹមតែផ្ដល់តាក់ទងទៅនឹងជំនាញសិល្បៈទេគឺយើងផ្ដល់បន្ថែមតាក់ទងនឹងការធ្វើម៉េចឲ្យគាត់រកខ្លួនឯងឲ្យឃើញថាគាត់មានសមត្ថភាពអីដើម្បី transform សមត្ថភាពគាត់នឹងចេញមកក្រៅដើម្បីគាត់មានភាពរស់នៅពេញលេញនៅក្នុងសង្គមរបស់យើងហើយអ្វីដែលចង់ផ្ដាំផ្ញើថែមទៀតនឹងគឺចង់ឲ្យប្រជាជនយើងទូទៅចាប់ផ្ដើមមើលអំពីសមត្ថភាពគាត់កុំមើលអំពីពិការភាពរបស់គាត់ហើយនៅថ្ងៃអនាគតខ្ញុំ
បង្កើតក្រុមភ្លេងមួយក្រុមជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំដែលក្រុមនោះមានឈ្មោះថាក្រុមបាយកកដែលយើងលេងបទចាស់ៗពីដើមអាចពនេចមួយសប្តាហ៍អី2 ដងម្ដងអីទៅតាមភោជនីយដ្ឋានឬក៏ដូចជាទៅបារបារាំងបាអីទៅសំដែងចែកជូនគេប្រហែលជាអាចផ្ដល់កម្រៃឲ្យខ្ញុំខ្លះពេលដែលខ្ញុំចាស់ទៅសូមស្រីជួយឆ្លើយ ឃើញថាមិត្តយុវវ័យរបស់យើងដែលពួកគាត់សិននៅខេត្តកំពតទោះបីជាពួកគាត់ជាជនពិការក៏ដោយក៏ពួកគាត់អាចហាត់រៀនក៏ដូចជាធ្វើការបានល្អផងដែរចាស់ហើយ Epic Art មិនត្រឹមតែផ្ដល់ឱកាសការងារដល់ជនពិការរបស់យើងទេថែមទាំងផ្ដល់ឱកាសឲ្យមិត្តយុវវ័យរបស់យើងហ្នឹងណាក្នុងការហាត់រៀនសិល្បៈផ្សេងៗដែលពួកគាត់ពេញចិត្តផងដែរដូចជាការរាំជាដើមចាស់ហើយនេះគឺជាគំរូមួយដ៏ល្អដើម្បីបញ្ជាក់ឲ្យយើងឃើញថាទោះបីជាយើងជាអ្នកណាគេក៏ដោយក៏ពួកយើងមានសិទ្ធិស្មើក្នុងការធ្វើអ្វីមួយដែលយើងចង់ធ្វើកុំឲ្យតែយើងធ្វើហ្នឹងប៉ះពាល់ដល់សិទ្ធិអ្នកដទៃទៅបានហើយតែឥឡូវនេះយើងទៅទស្សនាវគ្គបន្តនៃកម្មវិធីជំរាបសួរទស្សនិកជនហើយសូមស្វាគមន៍ដល់បេក្ខជនទាំងអស់គ្នាឥឡូវនេះពួកយើងកំពុងតែស្ថិតនៅខាងមុខប្រាសាទអង្គរវត្តដែលនឹងទៅចាប់ផ្ដើមបេសកកម្មទី10បេសកកម្មទី10បេក្ខជនស្វែងរកអប្សរាដែលមាននៅក្នុងរូបថតនេះដើម្បីទទួលបានកន្លឹះទៅវគ្គបន្ទាប់រូបនេះគឺអប្សរាកាន់កញ្ចក់សូមបញ្ជាក់ថាពីបេសកកម្មមុនក្រុមពណ៌ស្វាយបានបញ្ចប់បេសកកម្មមុនគេអញ្ចឹងពួកគាត់អាចចាប់ផ្ដើមបេសកកម្មទី10មុនគេបានបន្ទាប់មកគឺក្រុមពណ៌ផ្កាឈូកនឹងត្រូវចេញក្រៅក្រុមពណ៌ស្វាយ7នាទីហើយក្រុមបេតុងនឹងត្រូវចេញក្រៅក្រុមពណ៌ផ្កាឈូក15នាទីហើយក្រុមពណ៌ខៀវនឹងត្រូវចេញក្រៅក្រុមពណ៌បេតុង4នាទីធៀមខ្លួនហើយនៅអញ្ចឹងក្រុមពណ៌ស្វាយអាចមកយកតម្រូវរបស់ខ្លួនបានជូនប៉ាសំណាងល្អពេលយកខាងក្នុងដើរជុំវិញនឹងហ្មងបាទអរសុំសួរនេះរូបនេះនៅខាងណាវិញទៅចំទី2ចំទី2អរគុណអ៊ំតានេះសិនណាអ៊ំអរគុណលោកពូដែរឃើញរូបនេះបាទនេះចូលឡើងឆ្លងនេះទៅឡើងទៅឆ្លងទៅក្នុងងាកមកខាងឆ្វេងដែរអែមជាងមកជាងដូចគ្នាជាងចាអរគុណលោកពូអរគុណលោកពូហើយមើលមានមកកត់មានអីហ៎អត់ទេអត់ត្រូវទេដូចជាអត់ត្រូវមានមកកត់យកតែមានខាងខាងហ្នឹងនេះអានឹងវាមានកង់មួយនៅទីនេះដល់ទៅខាងនោះតាមនោះហើយក្រុមពណ៌បៃតងយកតម្រូវរបស់ខ្លួនជូនពណ៌សំណាងល្អអូនបាទ2 5 5 4 3 2 1ចាប់ប្រើបានអូនពីពណ៌សំណាងល្អចូលទៅក្នុងមើលហ្គេមចេះហេងសយដាក់នៅមុខនេះក៏បានដែរក៏មានដែរមិញហើយមិញសុំសួរវិញមិញអ្នកនៅសៀមរាបហ្នឹងអ្នកស្រុកសៀមរាបហ្នឹងចានេះហូកហ្នឹងដឹងនៅណាអត់ស្គាល់ទេនៅឆ្ងាយជិះហូកអុយហូកអត់អីអរគុណច្រើនអើថានេះមិនធ្លាប់ឃើញទឹកធ្លាប់អាស្រានេះហ៎អាស្រាកាន់នេះកាន់អីគេហ្នឹងឡានទៅលើទូធំហ្នឹងទៅលើទូធំហ្នឹងទូធំបាទអរគុណមើលចុះទៅរហូតចំកែងចំកែងចិត្តតែខាងក្នុងមានទាំងអស់ហ្មងមើលបែបចុះទៅរហូតពួកចង់ទៅខាងលិចវិញអរគុណ
để đâu ham trâu nè ham cháu mình cho tam nữa à bố chơi nhưng trâu cả tam năng à hà này cái bắt hay nè trên tam nè ông hụt áp sản ấy nơi cái lạnh nào đây không này nơi lơ bờ san mỏng nơi lơ bờ san cặp pu tí mà cặp pu tí pi lại một nặng tới một nặng trên bạn ở con chớn bạn đi thằng đi cởi nhỉ Góp hùng năng mình sợ rồi ôi mới thiện lúc ăn sáng ăn được cháu Dia ăn cho bánh mì ta. cho lực ta lấy nãy cái hai cho lực ta riết chứ Ini rồi để quản. ta riết như nào Jadi lệch. tới ta có mục tới ta Nói lệch mục cái ở con lộc ta niệm sao nặng nặng đó thì lắc niệm chừng vô mà ăn rồi tranh cái khăn nó cũng ăn cái khơi anh lột tắm đi ăn nâng buôn nâng cũng ăn cái khơi mình cho nâng can hùng ăn đi rồi បេសកកម្មទី11បេក្ខជនត្រូវស្វែងរកពិធីករលយ9នៅកន្លែងដែលប្រារព្ធពិធីច្រត់ព្រះនង្គ័លកាលពីឆ្នាំ2010វាជាផ្នែកមួយនៃកំផែងអង្គរធំកន្លែងនោះត្រូវបានព្រះបាទជ័យវរ្ម័នទី7ប្រើជាវេទិកាសម្រាប់ទស្សនាកងទ័ពរបស់ព្រះអង្គដែលត្រឡប់មកវិញជាមួយជោគជ័យនៅពេលដែលអ្នកទៅដល់ទីនោះពិធីករលយ9នឹងនាំអ្នកទៅជួបគ្រូរបាំដែលបង្រៀនអ្នកពីរបាំមួយបន្ទាប់មកក្រុមរបស់អ្នកត្រូវរាំឲ្យគណៈកម្មការវាយតម្លៃក្រុមអ្នកអាចបន្តទៅភារកិច្ចបន្ទាប់បានលុះត្រាតែរាំបានត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មការក្រុមដែលរាំហើយមុនគេទទួលបានទឹកប្រាក់ 20,000 រៀលក្រុមដែលរាំរួចទី2ទទួលបានទឹកប្រាក់ 12,000 រៀលក្រុមទី3ទទួលបានទឹកប្រាក់ 4,000 រៀលហើយក្រុមចុងក្រោយនឹងមិនទទួលបានអ្វីទាំងអស់សូមរាំឲ្យសប្បាយ ទីលៀនចូលដំរីទៅខាងមុខôi bọn ơi ôi tắm tiếng đá thở cổ đá cái nữa Tao khơi nè. mua cái này Ô, kia cái phu cái đá lắm. Khơi đấy. Bà. Hay rồi mới chua đó mà chua nó lô cho nó khơi ngay. Bà hay được ta? Đem cho bà mới ôn. Bà ở con chở được ta? Bà. Cái lại đi ha. Cho nó nàng cô á, kêu thôi mà. Nâng ơi, lúc phu vô mà nãy phi nâng tử. Cô thông. Ôi bui, phi con thẻ nhâm thân là mấy giờ hạng công mấy lục phu. Chui khui mà đông tao lục phu, xong mồ. Phi được phi phân tơ mày đuôi. À lấy phi con thẻ mà đi lục phu. Ba nó. Con bay miền mũi. Đâu cái tám tranh. Nuôi cái tàu nữa. Nè, mau bơi nè. Ôi da. Ôi nhưng mà câu đi. Nơi một cái sự cạn tham một con. Lôi. Hậu đàn nó đi. Good luck. Thank you. Hoàn vốn. Chọn bèn nàng con rồi. Tiên cho vậy. Cái lại là cái bật rộp vị thi cho nó bèn nàng con ca bị chẳng bị bọn đắp á. Nên nạ rồi bọn. Một đến chung lấy giống ngắn hàng cô thông với bọn. Chẳng, con nó bọn.
ជីទៅបាយ៉នបាន យើងក៏lấy gì kiểu khơi á hả ណាមកក្រុមទៀត ôi nè sao mẹ này ហើយយើងគិតថាទៅអង្គធំគេប្រាប់ថាវាជាផ្នែកមួយនៃអង្គធំហ្មងអញ្ចឹងផ្នែកមួយនៃអង្គធំបានន័យថាទីតាំងប្រកបជានៅអង្គធំដែរ គឺជាក្រុមទី 2 ដែលបានមកដល់ អត់ដឹងមែនហ៎ចាគឺជាក្រុមទី 3 ដែលបានមកដល់ សួស្ដីបង មិនដែរហត់ទេហត់តាបងចាឥឡូវនេះយើងជាក្រុមទី 4 ដែលបានមកដល់ប៉ុន្តែអីព្រោះថាក្រុមនីមួយៗគឺមកប្រកៀកគ្នាឯងចាហើយនៅក្នុងបេសកកម្មទី 11 នេះគឺតម្រូវឲ្យធ្វើការរំរបាំហនុមានហើយនឹងនាងមច្ឆាចាប៉ុន្តែយើងមានអ្នកគ្រូដែលគាត់នៅខាងក្រោយគាត់នឹងធ្វើការបង្ហាត់បង្រៀនដល់ពួកយើងបន្ទាប់មកគឺយើងធ្វើការផ្លាស់ប្ដូរសម្លៀកបំពាក់អរគុណ តទៀតតាមណាវិញ ចេះធំទ្រុងវងចេះ មុខប៉ុណ្ណេះ អីប៊ូមួយសិន ជីបតម្លាក់ចុះជីបមួយទៀតនេះ អត់មានសមាធិសោះគួរអត់ ប្រាប់លាដៃចេះតែខ្ញុំធំពេកដៃពងតាមនេះថ្ងៃអៀងមើលចេះណាបបលលើកជើងពោះជើងនឹងទៀតលើកជើងទៅមុខជីបដៃណូជីបដៃដាក់ចេះចេះអូខេជីបដៃប៉ុណ្ណឹងជីបដៃស្ដាមហ្នឹងហើយប៉ុណ្ណឹងណាចាបបលបាច់ឈោទៅតាមបបលទៀតវាបុកឡើងថងចកេះតិចហ្នឹងហើយលើកទៅភេទដៃចេះបើចាក់មកបងបានលើបានហើយណែមើលគ្នាណាមើលគ្នា ឈប់ឈរចាំតោះហើយអៀនតបមកដល់ចេះតែអៀនជើងអត់ដៀវទេធម្មតាអៀនថនជើងថយអៀននេះដើមបើជៀងឲ្យចូលអៀននេះតិចទេយើងចិត្តទេតោះអៀនយើងធ្វើឲ្យទុនខ្លួនស្អីនេះដៃគូគេហើយនៅរត់កិច្ចទាំងកាយ chẳng hay chẳng hay đậpไปđập lên ឆ្ងាយពេក អាមុំទៅឆ្ងាយពេក មែនអាមុំឲ្យយើងផងត្រូវតាមគេ ហ្នឹងហើយយើងមិនមែនឲ្យស្រីរហូតមកយើងដែរ chẳng នៅចិត្តប៉ុណ្ណេះ សូមរងចាំតាមដានទស្សនាការប្រកួតប្រជែង109 Super Hero នៅសប្តាហ៍ក្រោយ
ខ្ញុំមានមោទនភាពចំពោះយុវជនខ្មែរក្នុងពេលបច្ចុប្បន្នពួកគាត់បានចូលរួមក្នុងសកម្មភាពយ៉ាងច្រើនហើយជាពិសេសទាំងក្នុងប្រទេសនិងក្រៅប្រទេសផងដែរពេលនេះយើងមានបទចម្រៀងដ៏ពីរោះមួយបទពីក្រុម Count Us In ចាដែលក្រុមចម្រៀងនេះគឺជាក្រុមចម្រៀងនារីហើយបទចម្រៀងរបស់ពួកគាត់គឺចង់បង្ហាញថាទោះបីជាយើងកើតមកជាស្រីក៏យើងមានសិទ្ធិក្នុងការធ្វើអ្វីផ្សេងដែលយើងចង់ធ្វើដូចជាបុរសដែរចាប្រកាសដែរព្រោះថាទោះបីជាយើងជាប្រជាពលរដ្ឋខ្មែរក៏ដូចជាជាតិសាសន៍ដទៃទៀតក៏ដោយក៏យើងមានសិទ្ធិក្នុងការចូលរួមនិងធ្វើអ្វីផ្សេងដូចប្រជាពលរដ្ឋដទៃទៀតដែរបាទដាលីដូចយើងបានបញ្ជាក់ពីដើមកម្មវិធីអញ្ចឹងថាច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរសិទ្ធិតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ដូច្នេះយើងត្រូវតែចេះគោរពសិទ្ធិគ្នាទៅវិញទៅមកចាអញ្ចឹងមានន័យថាពួកយើងទាំង3នាក់ក៏ដូចជាទស្សនិកជនទាំងអស់គ្នាគឺសិតតែមានសិទ្ធិសេរីភាពដូចគ្នាក្នុងការរស់នៅប្រកបដោយសុភមង្គលនិងស្របច្បាប់ព្រមទាំងទទួលបាននូវសន្តិសុខផ្ទាល់ខ្លួនដូចគ្នាចាឲ្យទស្សនិកជនគណតែអាចចូលរួមជាមួយនឹងពួកយើងតាមរយៈ Loinbun តាមវិទ្យុដែលមានការចាក់ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 12 ដល់ម៉ោង 1 រសៀលតាមរយៈវិទ្យុ FM 103 MHz ចាឲ្យទស្សនិកជនក៏អាចទាញយកកម្មវិធី Loinbun តាមទូរទស្សន៍និងតាមវិទ្យុដោយចូលទៅកាន់គេហទំព័ររបស់យើងឬក៏ចូលទៅកាន់គេហទំព័រ Facebook របស់កម្មវិធី Loinbun ដែលឥឡូវនេះពួកយើងមានចំនួន like ជាង 18000 ហើយចាឲ្យឃើញថាមានយុវវ័យក្នុងនិងក្រៅប្រទេសជាច្រើនដែលបានចូលទៅគេហទំព័រនេះចឹងបើទស្សនិកជនមិនទាន់បានចុច like ទេកុំភ្លេចចូលទៅចុច like ដើម្បីទទួលបានព័ត៌មានថ្មីៗពីពួកយើងបាទនៅពេលនេះកម្មវិធីរបស់យើងបានដល់ទីបញ្ចប់ហើយជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលហើយពួកយើងសន្យាថាបង្ហាញនៅអ្វីដែលថ្មីៗប្លែកៗនិងគួរចាប់អារម្មណ៍ពីច្រើនទៀតដើម្បីចែកជូនដល់ទស្សនិកជននៅពេលនេះពួកយើងទាំង3នាក់សូមអរគុណសូមជម្រាបលាបាយបាយបងខ្ញុំសុំលុយទៅរៀនទៀតដែរមួយថ្ងៃគិតតែពីរៀនគ្មានដែរជួយលក់ដូរបងឯងហើយរៀនច្រើនមានប្រយោជន៍ស្អីបើអនាគតពួកខ្លះជាប្រពន្ធគេដែរឯងមួយនាងកូនដែលកើតមកជាស្រីត្រូវគេប្រមាថគេជាស្ដីគ្មានសិនរៀនសូត្រវែងឆ្ងាយព្រោះនោមតែខាត់ពេលលើពីនោះនាងប្រែអសង្ឃឹមតូចចិនវាសនាលែងរំពឹងព្រោះនាងបានដឹងទៅហើយប្រឹងប្រែងក៏គ្មានន័យប្រាប់ទៅនាងថាទោះយ៉ាងណាក៏ត្រូវដើរទៅមុខលឺហើយក្រោកឈរជូនទាំងភ្នែកប្រាប់ថាថ្ងៃក្រោយឈប់យំយេតស៊ូដើម្បីថ្ងៃស្អែកថ្ងៃចាំផ្ដើមជាថ្មីប្រើជីវិតនាងរស់នៅដោយថ្លាថ្លៃឈុំខ្វាយខ្វល់ពី